អគ្គនាយកដ្ឋានអន្តោប្រវេសន៍សេចក្តីប្រកាសព័ត៌មានអគ្គនាយកដ្ឋានអន្តោប្រវេសន៍មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជនជាតិនិងអន្តរជាតិបានជ្រាបថាអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបពិធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអគ្គនាយកដ្ឋានអន្តោប្រវេសន៍មិនអនុញ្ញាតឲ្យមានការដឹកជញ្ជូនទំនិញគ្រប់ប្រភេទចូលចេញឬឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិឬច្រកទ្វារតំបន់ណាមួយតាមខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃឡើយការអនុវត្តវិធានការនេះនឹងបន្តរហូតដល់ខាងភីគីថៃបានបើកច្រកទ្វារព្រំដែនអន្តរជាតិនានានិងច្រកទ្វារតំបន់ទាំងអស់ដែលភីគីថៃសម្រាប់បិទជាឯកតោភីគីឲ្យដំណើរការជាប្រក្រតីភាពឡើងវិញដោយមុនថ្ងៃទី7ខែមិថុនាឆ្នាំ2025កន្លងមកនេះអាស្រ័យហេតុនេះសូមសាធារណជនជាតិនិងអន្តរជាតិជ្រាបជាព័ត៌មានថ្ងៃអាទិត្យ4កើតខែអាសាឍឆ្នាំម្សាញ់សប្បស័កពុទ្ធសករាជ2569រាជធានីភ្នំពេញថ្ងៃទី29ខែមិថុនាឆ្នាំ2025អគ្គនាយកដ្ឋានអន្តោប្រវេសន៍